សុខភាពល្អពេលអ្នកគេងគ្រប់គ្រាន់ការគេងគ្រប់គ្រាន់មិនមែនគ្រាន់តែជាការសម្រាកទេប៉ុន្តែវាជាកត្តាសំខាន់ក្នុងការរក្សាសុខភាពអ្នកគួរតែគេង7 ពី9 ម៉ោងក្នុងមួយយប់ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុតមើលលម្អិតខាងក្រោម 1. ការចងចាំនិងប្រព័ន្ធប្រតិបត្តិការខួរក្បាលការគេងល្អជួយបង្កើនការចងចាំនិងជួយឲ្យខួរក្បាលដំណើរការព័ត៌មានបានល្អជួយបង្កើនប្រតិកម្មនិងការផ្ដោតអារម្មណ៍ក្នុងការសិក្សានិងការងារកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer's និងការបាត់បង់សមត្ថភាពខួរក្បាល 2. ប្រព័ន្ធភាពស៊ាំនិងការការពាររាងកាយការគេងល្អជួយដល់ប្រព័ន្ធភាពស៊ាំឲ្យរឹងមាំធ្វើឲ្យរាងកាយមានអត្ថភាពទប់ទល់នឹងជំងឺបានល្អជួយបង្កើនការផលិតប្រូតេអ៊ីននិងអង់ស៊ីមដែលជួយជួសជុលកោសិកាបានល្អបន្ថយហានិភ័យនៃជំងឺដែលទាក់ទងនឹងការគេងមិនគ្រប់គ្រាន់ដូចជាផ្ដាសាយនិងការកើតអាឡែស៊ី 3. សុខភាពបេះដូងនិងជំងឺលើសឈាមកាត់បន្ថយសម្ពាធឈាមនិងបន្ថយហានិភ័យនៃជំងឺបេះដូងជួយឲ្យសរសៃឈាមមានសុខភាពល្អនិងបង្ការការកកស្ទះឈាមបង្កើនអរម៉ូនដែលជួយបន្ថយការតានតឹង cortisol ដែលជាមូលហេតុនៃជំងឺបេះដូង 4. ការគ្រប់គ្រងទម្ងន់និង metabolism ការគេងល្អជួយក្នុងការគ្រប់គ្រងអរម៉ូនអគ្គៀន ghrelin និងអរម៉ូនឆ្អែត leptin ប្រែប្រួលថាមពលប្រើប្រាស់ដោយធ្វើឲ្យ metabolism ដំណើរការល្អកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ 2 type 2 diabetes 5. សុខភាពផ្លូវចិត្តនិងអារម្មណ៍បន្ថយការតានតឹងនិងជំងឺអាសង្ស័យ NKT ជួយឲ្យមានអារម្មណ៍រីករាយនិងបង្កើនប្រតិកម្មអារម្មណ៍ល្អកាត់បន្ថយការធ្លាក់ទឹកចិត្តនិងការមានអារម្មណ៍អវិជ្ជមាន 6. ការរក្សាសមត្ថភាពក្នុងការធ្វើការងារនិងការសិក្សាបង្កើនផលិតភាពការងារនិងការសិក្សាបានល្អបង្កើនសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចនិងការគិតដោះស្រាយបញ្ហាកាត់បន្ថយហានិភ័យនៃការធ្វើកំហុសដោយសារការមិនគេងគ្រប់គ្រាន់ 7. គុណភាពជីវិតនិងអាយុវែងការគេងល្អជួយបន្ថយអង្គធាតុប៉ះពាល់ដល់សុខភាពដូចជា free radicals កាត់បន្ថយហានិភ័យនៃជំងឺនានានិងជួយឲ្យរស់យូរជួយឲ្យមុខរូបស្រស់ស្អាតនិងបន្ថយស្នាមជ្រីវជ្រួញរបៀបរក្សាការគេងឲ្យបានល្អគេងម៉ោងដែលរៀងរាល់ថ្ងៃស្វែងរកម៉ោងគេងដែលសមស្របមិនប្រើទូរស័ព្ទយូរអេក្រង់អូសក្រាម30នាទីមុនពេលគេងធ្វើឲ្យបន្ទប់មានអាកាសបរិសុទ្ធនិងបន្ថយពន្លឺខ្លាំងព្យាយាមសម្រាកនិងបង្ហាញខ្លួនមុនពេលគេងដើម្បីធ្វើឲ្យខួរក្បាលត្រៀមខ្លួនសម្រាប់ការគេងការលំហែជាមួយការ meditation ឬអានសៀវភៅមុនពេលគេងសន្និដ្ឋានការគេងគ្រប់គ្រាន់ជួយរក្សាសុខភាពរបស់អ្នករឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្តអ្នកបានកំណត់គោលដោយគេង7 ម៉ោងក្នុងមួយយប់ដែលគឺជាការចាប់ផ្ដើមល្អតែសំខាន់គឺគុណភាពនៃការគេងផងដែរត្រូវរក្សាបរិយាកាសបន្ទប់គេងឲ្យស្ងប់ស្ងាត់និងមានរបៀបរស់នៅល្អ Sleep well, live better